ចាក់ភពអង់គ្លេសបានឲ្យដឹងថាខ្លួននឹងបង់ថ្លៃឲ្យបារាំងប្រហែល660លានផោនឬ892លានដុល្លារក្រោមកិច្ចព្រមព្រៀងសន្តិសុខព្រំដែនរយៈពេល3ឆ្នាំដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ដោយខុសច្បាប់តាមច្រកសមុទ្រដោយផ្នែកមួយនៃការបង់គឺអាស្រ័យទៅលើលទ្ធផលជាក់ស្ដែងនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃប្រហ័សបិទទី23ខែមេសាឆ្នាំ2026នៅក្នុងការបង់ថ្លៃនោះថវិកាប្រមាណ680លានដុល្លារនឹងប្រើប្រាស់សម្រាប់ជំរុញការអនុវត្តច្បាប់លើឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំងរួមទាំងការដាក់ពង្រាយកម្លាំងអនុវត្តច្បាប់ចារកម្មនិងយោធាជិត1100នាក់ថវិកាបន្ថែមប្រមាណ215លានដុល្លារនឹងត្រូវបង់ទៀតប្រសិនយុទ្ធសាស្ត្រថ្មីអាចបញ្ឈប់ជនអន្តោប្រវេសន៍បើមិនដូច្នោះទេការបង់ថ្លៃនឹងបញ្ឈប់ក្រោយអនុវត្តបាន1ឆ្នាំកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលប៉ូលីសបង្ក្រាបកុបកម្មថ្មីចំនួន50នាក់បន្ថែមក្រុមសើបការសម្ងាត់និងប៉ូលីសយុទ្ធធរក៏ដូចជាការល្បាតតាមសមុទ្រវិធានការឃ្លាំមើលធ្វើឡើងដោយយន្តហោះដ្រូនឧទ្ធម្ភាគចក្រ2គ្រឿងនិងប្រព័ន្ធកាមេរ៉ាទំនើបបារាំងក៏នឹងដាក់ពង្រាយនាវាថ្មី1គ្រឿងនិងមន្ត្រីដែនសមុទ្រ20នាក់ទៀតដើម្បីស្ទាក់ចាប់ទូកនៅលើសមុទ្រផងដែរគួរបញ្ជាក់ថាទិន្នន័យបង្ហាញថាមនុស្សប្រហែល41000នាក់បានឆ្លងកាត់ច្រកសមុទ្រចូលទៅកាន់ប្រទេសអង់គ្លេសតាម